ក្នុងព្រះអរហន្តហ្នឹងដែលអត់មានកុសលហ្នឹងណាមកអំពីអត់មានបាបអកុសលដែលត្រូវវាអត់មានវីរតិ3អត់មានវីរតិណាមកអំពីអីតើវាអត់មានអីដែលត្រូវវាអត់មានបាបអកុសលអីដែលព្រះអរហន្តត្រូវវាក្នុងបฏิសន្តានហ្នឹងតទៅទៀតអញ្ចឹងវាអត់មានកិច្ចនៃកុសលទេតែមានកុសលវាត្រូវតែមានការលះអកុសលអញ្ចឹងហ្មងហ្នឹងឯងហើយព្រះអរហន្តអត់មានអកុសលអីចឹងទៅកុសលក៏អស់មានកិច្ចនៅចេតនាល្អនៅចិត្តល្អប៉ុន្តែជាកិរិយារបស់ប្រខៃណាស្របនឹងអញ្ចឹងគឺឲ្យពុទ្ធបរិស័ទយើងចាប់យកសេចក្តីឲ្យបានត្រង់ឲ្យថាមិនធ្វើបាបប៉ុន្តែអ្វីដែលមិនធ្វើបាបយើងកុំឲ្យថាយើងមិនធ្វើយើងនិយាយមែនប៉ុន្តែវានៅក្នុងសេចក្តីប្រកាន់មានយើងអ្នកមិនធ្វើហ្នឹងអាហ្នឹងជាទូទៅថែយើងមិនធ្វើបាបត្រូវឲ្យដឹងថាមិនធ្វើបាបដោយកុសលកើតឡើងនៅមានយើងឯណាមិនធ្វើបាបអីណាគឺកុសលកើតឡើងហើយកុសលហ្នឹងលះបាបហ្នឹងឯងចឹងហាមបាបហ្នឹងទៅតទាំងតបហានៈទៅវិខំបណបហានៈទៅសមុច្ឆេតបហានៈទៅដោយកុសលអញ្ចឹងព្រះពុទ្ធអង្គសម្ដែងនៅក្នុងសក្គាតវៈបេដកលេខ29ណាក្នុងសតិវៈមโนនិវេរណសោតទេវតាដែលមកពោលថាយតោមโนនិវេរយេណាត្រូវហាមចិត្តហ្នឹងហាមបនក៏មិនធ្វើបាបក៏មិនធ្វើសសពតោមโนនិវេរយេតែព្រះពុទ្ធអង្គត្រាស់ថាអ្នកសពតោមโนនិវេរយេអត់មានហាមទាំងអស់ចឹងទេនៅក្នុងប្រសូតហ្នឹងណាព្រោះទេវតាហ្នឹងបានមកប្រកាសអនិយានិកធម៌ហ្នឹងពាក្យព្រះអត្ថកថាណាដែលថាបុណ្យក៏មិនធ្វើបាបក៏មិនធ្វើហ្នឹងអនិយានិកធម៌ហ្នឹងហើយមើលក្នុងមโนនិវេរណសោតប្រសូតទី4អីហ្នឹងក្នុងសតិវៈអីហ្នឹងហ្នឹងហើយទ្រូលរួទេគ្រាន់តែយើងចាំថាមโนនិវេរណសោតទៅក្នុងបៃដកលេខ29ហ្នឹងសក្គាតវៈហ្នឹងទេវតាហ្នឹងមកប្រកាសអនិយានិកធម៌ថាមិនធ្វើបុណ្យមិនធ្វើបាបប៉ុន្តែព្រះពុទ្ធអង្គទ្រង់ត្រាស់សម្ដែងថាយតោចបាបកម្មហាមតែបាបទេអត់មានហាមបុណ្យទេណាពីព្រោះបុណ្យហ្នឹងមកដើម្បីការសង្រួមណាអ្នកសពតោមโนនិវេរយេមโนសយតមាកតាំងណាមកដើម្បីសង្រួមសយតមាកតាំងគឺមកហ្នឹងគឺទានមកសិលមកបុណ្យកុសលព្រះអត្ថាលោកបញ្យលមកក្នុងជីវ័នណាកុសលធម៌ហ្នឹងមកដើម្បីសង្រួមទាំងរួមហ្នឹងស្អីគឺហាមបាបទានមកដើម្បីហាមបាបសិលមកដើម្បីហាមបាបហ្នឹងហើយដូច្នេះអត់ហាមទេបុណ្យទាំងអស់អត់ហាមទេកុសលសោបសម្បទាដល់ព្រមដោយការបំពេញបុណ្យកុសលអត់មានវាបុណ្យទេវាតែបាបទេសពបាបស្សអករណੰដូច្នេះកុំឲ្យមានគំនិតថាមិនធ្វើបុណ្យណាហ្នឹងឯងតែយើងយល់ខុសត្រង់ចំណុចណានោះចូលមកដល់យល់ខុសមកដល់ថាកុំឲ្យធ្វើបុណ្យកុំឲ្យសំបុណ្យហ្នឹងណាហ្នឹងហើយសូមឲ្យពុទ្ធបរិស័ទយើងទោះជាថាបានស្ដាប់ឮថាដដែលអីក៏ដោយគាត់ថាសម្រាប់អ្នកដែលមិនតាន់បានឮឲ្យបានពិចារណាហ្នឹងហើយគឺយើងជាពុទ្ធបរិស័ទគឺត្រូវយកពុទ្ធដីកាព្រះអត្ថកថាហ្នឹងហើយព្រោះដែលព្រះអរហន្តថែរក្សាមកហ្នឹងណាជាពាក្យពិតមានប្រយោជន៍ហ្នឹងហើយយើងសិក្សាយើងទៀងផ្ទាត់ហើយបានជ្រាបដឹងព្រះពុទ្ធអង្គទ្រង់សម្ដែងថាហាមតែបាបទេយតោចបាបកម្មតតោមโนនិវេរយេអត់មានហាមអីសពគ្រប់ទាំងអស់ទាំងបុណ្យទាំងបាបទេទេវតាថាសពតោមโนនិវេរយេព្រះពុទ្ធអង្គសម្ដែងអ្នកសពតោមโนនិវេរយេហ្នឹងអត់មានហាមទាំងអស់ទេពីព្រោះទាន
សិលជាដើមត្រង់ថាអ្វីដែលមកនេះហ្នឹងឯងថាយត្តមាកតាំងស្អីដែលមកទានសិលជាដើមនឹងមកដើម្បីសេចក្តីសង្រួមគាត់ណាមកដើម្បីរារាំងហាមនៅបាបហ្នឹងអាហ្នឹងដែលពុទ្ធបរិស័ទយើងមើលកាលណាបើយើងដឹងថាដំណើរដែលលះបង់បាបអកុសលជាដំណើរទៅព្រះនិព្វានហ្នឹងគឺជាដំណើរនៃកុសលអត់មានយើងទេគ្រាន់តែសន្មត់យើងចម្រើនកុសលធម៌បរិបត្តិធម៌ស្រ័យព្រហ្មយានទៅកាន់ព្រះនិព្វានប៉ុន្តែអ្វីដែលចម្រើនឡើងហ្នឹងគឺកុសលដូច្នេះគឺកុសលធម៌សម្រាប់ពុទ្ធបរិស័ទយើងដែលមានបត្រៃសរណគមទាំងទានទាំងសិលជាសម្មាបដិបទាព្រោះឧបនិស្ស័យហ្នឹងជាបច្ច័យដែលសម្រាប់ឲ្យអរិយមគ្គកើតឡើងទានដោយទេយវត្ថុបន្លែមកក្តាប់នឹងថ្នាំត្រួយស្ដៅមកក្តាប់នឹងក៏ជាសម្មាបដិបទាមែនពិតហើយត្រូវនឹងម្ចាស់ទានមានសិលផងក្រៃលែងណាចាក្នុងទានរបស់អ្នកមានសិលហ្នឹងហើយតែពុទ្ធបរិស័ទយើងកុំខ្លាចបុណ្យកុសលផ្នែកអ្វីទាំងអស់ទានក៏ដោយសិលក៏ដោយកតញ្ញូតាធម៌ដឹងគុណមេត្តាបិតាដែលនៅរស់បុណ្យកុសលតេកិណានុបទានអីទាំងអស់ហ្នឹងកុំខ្លាចថាជាអភិសង្ខាព្រោះអភិសង្ខាបុណ្យកុសលក៏នៅតែឲ្យសុគតិភពអញ្ចឹង